បាទសួស្តីបងប្អូនទាំងអស់គ្នាបាទវីដេអូនេះគឺខ្ញុំចង់បង្ហាញបងប្អូនអំពីរបៀបក្នុងការជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារបងប្អូនណាបាទអញ្ចឹងការជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវទៅតាមស្តង់ដារគឺសំខាន់ណាបងប្អូនណាមិនថាបងប្អូនចិញ្ចឹមទៅលើសត្វចិញ្ចឹមអ្វីទេគឺសំខាន់ជាងគេគឺកត្តាជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវបងប្អូនណាបាទអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវហើយបញ្ហាដែលបងប្អូនកើតមាននៅថ្ងៃមុខគឺបងប្អូនប្រកាសពជាថាมันមែនមកពីកត្តាមេបាពូជទេបងប្អូនណាអញ្ចឹងបងប្អូនអាចសង្កេតមើលទៅលើបញ្ហាផ្សេងដែលវាមានកើតមាននៅរាល់បញ្ហាដែលបងប្អូនជួបអញ្ចឹងកត្តាមេបាពូជដែលបងប្អូនធ្វើការជ្រើសរើសមិនបានត្រឹមត្រូវហ្នឹងគឺវាមានជួបបញ្ហាច្រើននៅក្នុងហ្នឹងណាបងប្អូនណាអញ្ចឹងខ្ញុំលើកយក3ចំណុចដែលបញ្ហាទាំង3ចំណុចនេះគឺបងប្អូនបើសិនជាបងប្អូនជួបគឺវាបរាជ័យបាត់ទៅហើយមិនបាច់ចាំលើកយកបញ្ហាផ្សេងយកមកនិយាយទេបងប្អូនណាបាទអញ្ចឹងបញ្ហាទី1គឺកូនក្អករបស់បងប្អូនពេលដែលធ្វើការញាស់មកហើយគឺវាអាចងាប់ទៅវិញនៅអាយុ1សប្តាហ៍ឬក៏7ថ្ងៃដោយស្វ័យប្រវត្តិបងប្អូនណាបាទទោះបីបងប្អូនប្រឹងមើលថែទាំវាយ៉ាងណាក៏ដោយគឺវាងាប់ទៅដោយស្វ័យប្រវត្តិបាទបញ្ហាទី2គឺកូនក្អករបស់បងប្អូនពេលដែលញាស់មកហើយគឺវាមានកាយសម្បទាហ្នឹងมันគ្រប់គ្រាន់ដូចជាការខ្វះដៃខ្វះជើងខ្វះភ្នែកលាក់នឹងលាក់ជាច្រើនទៀតដែលបងប្អូនអឺគិតមិនដល់បាទគិតមិនដល់ថាមកពីមូលហេតុអ្វីផ្សេងបាទហើយបញ្ហាទី3គឺកូនក្អកមេបាពូជរបស់បងប្អូនហ្នឹងញាស់មកហើយគឺស្គមមិនសូវជាមានកម្លាំងបាទហើយមិនស៊ីចំណីហើយងាប់ទៅវិញនៅអាយុ5ថ្ងៃឬក៏មួយសប្តាហ៍ដោយស្វ័យប្រវត្តិបងប្អូនណាបាទងាប់ដោយស្វ័យប្រវត្តិអញ្ចឹងខ្ញុំយកតែ3ចំណុចនេះយកមកចែកម្លែកបងប្អូនគឺបងប្អូនជួបបរាជ័យបាត់ទៅហើយរាល់បញ្ហាដោយសារតែបងប្អូនមិនបានជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវបងប្អូនណាបាទអញ្ចឹងការជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវគឺយើងមាន2បែបបងប្អូនណាមាន2បែបបាទឬក៏យើងហៅកាត់ថាមាន2របៀបឬក៏2ជំរើសក៏បានដែរបងប្អូនណាបាទអញ្ចឹងជំរើសទី1បងប្អូនអាចធ្វើការទិញមេបាពូជពីខាងកសិដ្ឋានផ្សេងមកបាទអាចទិញគេ5គូមកពីខាងកសិដ្ឋានទី1ហើយអាចទិញ5គូទៀតមកពីខាងកសិដ្ឋានទី2បាទអញ្ចឹងបងប្អូនធ្វើការបង្កាត់5គូដែលបងប្អូនទិញពីកសិដ្ឋានទី1មកបងប្អូនជ្រើសយកកូនដែលបងប្អូនបង្កាត់បានហ្នឹង2ខែកន្លះក្រោយបងប្អូនអាចដឹងញីនឹងឈ្មោះណាបាទអញ្ចឹងបងប្អូនអាចជ្រើសយកឈ្មោះចុះណាបាទអាចជ្រើសយកឈ្មោះក៏បានញីក៏បានទៅតាមអ្វីដែលបងប្អូនគិតថាចង់ជ្រើសបាទហើយវគ្គទី2បងប្អូនធ្វើការជ្រើសមេបង្កាត់មេ5គូទៀតហើយបងប្អូនធ្វើការជ្រើសយកឈ្មោះម្ដងណាព្រោះមុនបងប្អូនជ្រើសយកញីហើយអញ្ចឹងវគ្គក្រោយបងប្អូនជ្រើសយកឈ្មោះម្ដងបាទទៅតាមចំនួនដែលបងប្អូនគិតថាចង់បានយើងធ្វើបែបនេះគឺយើងប្រកាសជាថាការជ្រើសរើសមេបាពូជរបស់យើងគឺច្បាស់លាស់ 100% ត្រឹមត្រូវទៅតាមបច្ចេកទេសស្តង់ដារគឺมันមានការជន់ឈាមទេបងប្អូនណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចទី1បងប្អូនយល់ណាបាទហើយចំណុចទី2គឺបងប្អូនអាចទិញកូនកង្កែបពីខាងកសិដ្ឋានផ្សេងមកបាទ500 1000បាទហើយបងប្អូនធ្វើការចិញ្ចឹមវាទៅបងប្អូនអាចជ្រើសយកមេពូជទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់ជ្រើសបងប្អូនជ្រើសយកឈ្មោលបងប្អូនជ្រើសយកឈ្មោលសុតណាបាទបន្តមកទៀតបងប្អូនធ្វើការទិញកូនកង្កែបពីខាងកសិដ្ឋានផ្សេងមួយទៀតមកបងប្អូនជ្រើសយកញីសុតបងប្អូនណាបាទបានន័យថាវគ្គមុនបងប្អូនជ្រើសយកឈ្មោលហើយកសិដ្ឋានផ្សេងដែលបងប្អូនទិញមកនេះបងប្អូនជ្រើសយកញីម្ដងជាងធ្វើបែបហ្នឹងក៏វាប្រកបពជាថាមេពូជដែលបងប្អូនជ្រើសទុកធ្វើមេបាពូជហ្នឹងគឺវាបានត្រឹមត្រូវទៅតាមស្តង់ដារដោយមិនមានប្រវត្តិជន់ឈាមគ្នាផងដែរបងប្អូនណាបាទតាមឲ្យតាន់បងប្អូនណាអញ្ចឹងការជ្រើសរើសមេបាពូជឲ្យបានត្រឹមត្រូវគឺយើងមានប៉ុណ្ណឹងហើយបើបងប្អូននៅឆ្ងល់ត្រង់ចំណុចណាមិនច្បាស់បងប្អូនអាចឆាតសាកសួរព័ត៌មានបន្ថែមទៀតបានយើងជួបគ្នានៅវីដេអូក្រោយជាមួយនឹងវីដេអូជ្រើសរើសមេបាពូជញីនិងមេបាពូជឈ្មោលអរគុណជំរាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ